ក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាមដឹកនាំដោយលោកសនរុនបានចូលរួមយុទ្ធនាការផ្ដល់ឈាមក្នុងទិវានៃក្តីស្រឡាញ់14កុម្ភៈឆ្នាំ2026នេះក្រមប្រធានបទផ្ដល់ឈាមផ្ដល់ក្តីស្រឡាញ់នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងគោលបំណងជួបជុំអ្នកស្ម័គ្រចិត្តពីគ្រប់ទិសទីនិងគ្រប់ស្រទាប់វណ្ណៈរួមគ្នាផ្ដល់អំណោយឈាមដោយផ្សារភ្ជាប់អត្ថន័យនៃការចែករំលែកសេចក្តីស្រឡាញ់និងអំពើល្អជូនចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួនតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលចេញពីបេះដូងពោរពេញដោយមនោសញ្ចេតនានិងសាមគ្គីភាពប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមលោកវិជ្ជបណ្ឌិតសុកពោលើកឡើងថាឆ្នាំនេះជាឆ្នាំទី10ដែលយុទ្ធនាការផ្ដល់ឈាមផ្ដល់ក្តីស្រឡាញ់បានផ្ដួចផ្ដើមឡើងដោយមានការចូលរួមពីដៃគូសហការនានាលោកវិជ្ជបណ្ឌិតបន្តថាទិវានៃក្តីស្រឡាញ់ថ្ងៃនេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកបំផុសគំនិតនិងគៀកសាធារណជនឲ្យផ្ដល់ជាការស្រឡាញ់តាមរយៈសកម្មភាពផ្ដល់ឈាមដោយស្ម័គ្រចិត្តដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាប្រចាំកាលពីឆ្នាំ2025កន្លងទៅនេះតម្រូវការឈាមមួយផ្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរាល់3នាទីម្ដងឬជាមធ្យម350ផ្លោកក្នុងមួយថ្ងៃនៅរាជធានីភ្នំពេញខណៈតម្រូវការទូទាំងប្រទេសមានប្រមាណជិត220,000ផ្លោកហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង75%នៃការផ្ដល់ឈាមទូទាំងប្រទេសការទទួលអំណោយតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្តនិងមិនទទួលកម្រៃឆ្លើយតបបានតែជាង33%ប៉ុណ្ណោះដែលជាលទ្ធផលមួយមិនទាន់ល្អប្រសើរនៅឡើយនោះទេលោកវិជ្ជបណ្ឌិតសុកពោបានបញ្ជាក់ពីជុំវិញទិវានៃក្តីស្រឡាញ់ឬ Valentine Day នេះថាការពិតទិវានៃក្តីស្រឡាញ់នេះគឺជាការស្រឡាញ់ទូទៅមិនមែនសំដៅតែលើតែគូស្នេហានោះប៉ុណ្ណោះទេបាទគឺសំដៅទៅលើការស្រឡាញ់ទូទៅជាពិសេសគឺចំពោះពុកម្ដាយបងប្អូនញាតិមិត្តហើយអ្នកជំងឺតែម្ដងដើម្បីផ្ដល់នូវសេចក្តីស្រឡាញ់បាទជាពិសេសគឺការបរិច្ចាគឈាមនឹងតែម្ដងបែរជាបងប្អូនដឹងហើយដោយសារតែហេតុអីបានជាការបរិច្ចាគឈាមមានសារៈសំខាន់បាទសំខាន់ពីព្រោះតែឈាមវាអត់មានរោងចក្រណាដែលអាចផលិតបានទេវាមានតែប្រភពមួយគត់ពីមនុស្សបាទដូច្នេះការបរិច្ចាគឈាមវាមានអត្ថន័យណាស់បាទសម្រាប់ការសង្គ្រោះពីព្រោះវាជាវត្ថុធាតុដើមមួយអាចយើងប្រើប្រាស់នៅក្នុងការសង្គ្រោះជីវិតអ្នកជំងឺបាទចំណុចសំខាន់មួយទៀតបើសិនជាបងប្អូនមិនធ្វើការបរិច្ចាគទេឈាមគ្រាប់ឈាមខំនោះវានឹងស្លាប់ទៅវិញអាសាឱកាសក្នុងរយៈពេល120ថ្ងៃបាទនេះគឺជាកត្តាធម្មជាតិដែលមាននៅក្នុងខ្លួនយើងតែម្ដងអញ្ចឹងដើម្បីកុំឲ្យវាស្លាប់ដោយអាសាកាយគឺយើងចូលរួមនៅក្នុងការងារសង្គមជាពិសេសគឺការចូលរួមជាក់ស្ដែងនៅក្នុងសកម្មភាពមនុស្សធម៌ដ៏ល្អពេញរបស់យើងក្នុងពិធីនោះដែរលោកសនរុននិងក្រុមការងារតែងតែធ្វើសកម្មភាពគៀកសមាជិកចម្រុះដែលជាអ្នករកស៊ីក្រៅប្រព័ន្ធដូចជាអាជីវករកម្មករកម្មការិនីរោងចក្រអ្នករត់រ៉ឺម៉កម៉ូតូកង់3 Pace Up និងអ្នកសារព័ត៌មានជាដើមដើម្បីចូលរួមក្នុងព្រឹត្តិការណ៍តូចធំលោកបញ្ជាក់ថានៅក្នុងទិវានៃក្តីស្រឡាញ់ក្រុមរបស់លោកបើទោះបីមិនសម្បូរទ្រព្យធនគឺមានតែការបរិច្ចាគឈាមនេះហើយដើម្បីផ្ដល់នូវសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះមនុស្សទូទៅយើងបានគៀងគងក្រុមការងាររបស់យើងជាច្រើនអ្នកមកចូលរួមទិវាសេចក្តីស្រឡាញ់14កុម្ភៈហើយក៏ស្របពេលដែលយើងចូលរួមបរិច្ចាគឈាមប្រធានបទផ្ដល់ឈាមផ្ដល់ក្តីស្រឡាញ់ដែរបាទការផ្ដល់ឈាមផ្ដល់ក្តីស្រឡាញ់ចំនៅថ្ងៃទី14កុម្ភៈទិវាសេចក្តីស្រឡាញ់ដែរបាទសម្រាប់ជនភៀសសឹកហើយនិងសម្រាប់វីរៈជនកងទ័ពដែលយើងបំរុងទុកបរិច្ចាគឈាមជួយទៅដល់គាត់ហ្នឹងយើងធ្វើក្នុងរយៈពេល3ដងហើយក្នុងការស្រុកទេសយើងដែលមានបញ្ហាជាមួយតាមព្រំដែនកម្ពុជានិងថៃគេថាសៀមបានឈ្លានពានទឹកដីយើងហ្នឹងយើងបានបរិច្ចាគគៀងគងបរិច្ចាគឈាមចំនួន3ដងហើយយើងដើម្បីយើងបំរុងទុកជួយទៅដល់វីរៈកងទ័ពនិងជនភៀសសឹកដែលមានការគ្រោះថ្នាក់ឬត្រូវការរងគ្រោះនៅអំពើបាញ់វាយប្រហាររបស់ចៅសៀមតែម្ដងបាទដូចជាជនភៀសសឹកយើងគាត់មិនរងរបួសត្រូវការវះកាត់ជួនកាលគាត់ដាច់ដៃដាច់ជើងគាត់បាត់បង់ឈាមចឹងទៅយើងមានឈាមនោះឲ្យបំរុងទុកជួយគាត់តែម្ដងបាទដើម្បីជាបន្តទៀតដែរយើងនៅតែគៀកបងប្អូនយើងក៏អសប្បុរសជនជាបន្តទៀតឬក៏ឈប់ត្រឹមនេះបាទអូ
มันអាចឈប់បានទេគឺយើងនៅតែគៀងគងនៅតែប្រមូលផ្ដុំបរិច្ចាគឈាមតតែយើងដល់គ្រប់អាយុតែម្ដងអាយុ60ឆ្នាំយើងឈប់ហើយប៉ុន្តែឥឡូវយើងទៅតែខ្សែក្រាស់អីហើយនៅយើងអាចនឹងបន្តជារៀងរហូតហើយបើយើងឈប់គ្រប់អាយុក៏យើងនៅតែបន្តដើម្បីយើងមានឈាមទុកជួយទៅដល់អ្នកជំងឺបាទมันអាចថាយើងលេងគៀងគងយើងផុតអាយុលេងគៀងគងទេចឹងលេងមានឈាមសម្រាប់ជួយទៅដល់អ្នកជំងឺហើយយើងត្រូវតែមានការផ្ដល់ឈាមជារៀងរហូត3ខែម្ដង3ខែម្ដង3ខែម្ដងធ្វើជាប្រចាំតែម្ដងបាទហើយជាចុងក្រោយក៏សូមគោរពថ្លែងអំណរគុណទៅដល់លោកអភិបាលនៃគណៈអភិបាលស្រុកមុខកំពូលលោកយីយ៉េនគាត់តែងតែជួយយឹតយងទ្រទ្រង់រដ្ឋកម្មភាពក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាមយើងជារៀងរហូតមិនដែលអាខានទេបាទឲ្យតែយើងមានកម្មវិធីបរិច្ចាគឈាមលោកតែងតែយកចិត្តទុកដាក់ចំពោះរដ្ឋកម្មភាពរបស់យើងបាទទីនៅទីបញ្ចប់នឹងដែរក៏សូមអំពាវនាវទៅដល់ក្រុមយុវជនបាទហើយនឹងពលប្រជាពលរដ្ឋបាទទូទាំងប្រទេសឲ្យមានការយល់ដឹងនិងការចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់គ្នាដើម្បីយើងមានឈាមបំរុងទុកជួយអ្នកជំងឺដែលយើងត្រូវការជួយជាចាំបាច់បាទសូមអរគុណបាទជាមួយគ្នានោះលោកសេងផលីសមាជិកក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាមមកពីក្រុងអរិយខ្សាត់ខេត្តកណ្ដាលបានសម្ដែងនូវសេចក្តីរីករាយដែលលោកបានបរិច្ចាគឈាមជាលើកទី9ហើយនោះថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលខ្ញុំបានបរិច្ចាគឈាមដើម្បីជួយវីរៈកងទ័ពយើងនិងបងប្អូនជនភៀសសឹកដែលគាត់មានរបួសពីចោរស្រៀមពៀនហើយថ្ងៃនេះស្របពេលថ្ងៃនេះដែរជាថ្ងៃ14កុម្ភៈថ្ងៃនៃក្តីស្រឡាញ់អញ្ចឹងសូមផ្ញើក្តីស្រឡាញ់នេះទាំងដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់សូមឲ្យដល់ក្តីស្រឡាញ់ទាំងអស់គ្នាហើយសូមឲ្យគាត់ចូលរួមដល់ឈាមទាំងអស់គ្នាហើយជាលើកទីប្រហែលដែរបាទខ្ញុំជាលើកទី9ដែរបងជាលើកទី9ដែរបងបាទនៅជាបន្តទៀតបាទនៅដល់បន្តទៀតបាទអរគុណច្រើនបាទអរគុណបាទ